យំនោមអ្នកទាំងគ្នាមកលេងប្រទេសវៀតណាមលើកដំបូងមួយខ្ញុំដែលជាទីតាំងទឹកដីខ្មែរយើងពីមុនណាគឺនៅកោះត្រល់អ្នកទាំងគ្នាដែលខ្ញុំទៅគេក្នុង3យប់4ថ្ងៃអ្នកទាំងគ្នាអញ្ចឹងតោះដឹងថាពួកខ្ញុំធ្វើខ្លះដឹងមើលទាំងគ្នាខ្ញុំធ្វើជីកចេញពីម៉ោង6ល្ងាចពីភ្នំពេញទៅកាន់ខេត្តកពតដើម្បីគេនៅខេត្តកពតមួយយប់អ្នកទាំងគ្នាបន្ទាប់មកគឺខ្ញុំកក់តាក់ស៊ីគេដើម្បីគាត់មកយកខ្ញុំនៅកពតហ្នឹងដើម្បីជិះទៅព្រំដែនព្រៃចាក់បន្តទៀតអ្នកទាំងគ្នាតែសាខាងហ្នឹងនៅខេត្តតរីអ្នកទាំងគ្នាជិះឡានតាក់ស៊ីគឺឈ្មោះតរីអ្នកកពតហ្នឹងមកហើយក្នុងឡានដាក់ស៊ីអ្នកទាំងគ្នានឹងស្រាប់ហើយគឺពូគាត់ចិត្តញាត់យើងឡើងណែនហ្មងណាហ្នឹងហើយអ្នកទាំងគ្នានេះទស្សនវិជ្ជាពួកខ្ញុំជិះតាក់ស៊ីបន្ទាប់មកដល់ព្រំដែនយើងក៏បានជួលម៉ូតូម៉ូតូដប់គាត់ដឹកយើងទៅវាយប៉ាសពតជាមួយនឹងជូនយើងទៅដល់កន្លែងកំពង់ផែហាទៀនមានអ្នកនរគ្នានិយាយទៅពូគាត់ចិត្តល្អមែនតើគាត់ជួយបកប្រែវៀតណាមឲ្យខ្ញុំហើយគាត់ជួយទិញសវត្ថទុកឲ្យខ្ញុំទៀតគាត់ជួយណែនាំខ្ញុំច្រើនខ្ញុំជិះម៉ូតូដុំហ្នឹងតែ20000នេះអ្នកនរគ្នាពីខ្ញុំទិញសវត្ថទុកហើយខ្ញុំចាប់ដើមរៀបចំបានឡើងទុកឲ្យអ្នកនរគ្នាគឺខ្ញុំចេញហ្នឹងគឺម៉ោងមិន10:45អ្នកនរគ្នាគឺដល់មកឡើងទៅហ្មងពីទៅទុកហ្នឹងខ្ញុំជិះទុកខ្នាតតូចជាអ្នកនរគ្នាហើយកន្លែងគេអង្គុយមានអីអ្នកនរគ្នាតិចហើយវារបៀបអត់ក្តៅស្អុះខ្ញុំគិតថាឡើងមកទូកនេះក្តៅស្អុះតែភាពនៅខាងក្រៅអញ្ចឹងគឺខ្ញុំឡើងទៅលើទូកដើម្បីថតរូបលេងមិនដែលសារពេលនៅអត់ make up ថតបានតែវីដេអូអ្នកនរគ្នាមុខសេនចាប់ពីលើទូកភ្លាមគឺខ្ញុំហៅតាក់ស៊ីដើម្បីជិះទៅរកកន្លែងដែលខ្ញុំធ្វើគេងជិះពីកំពង់ផែទៅកន្លែងដែលខ្ញុំធ្វើទៅហ្នឹង30នាទីដែរអ្នកនរគ្នាស៊ីហ្នឹងខ្ញុំជិះដល់$10មកដល់ Sunset Town ហ្នឹងអ្នកនរគ្នាកន្លែងដែលខ្ញុំធ្វើទៅមុនគេហ្នឹងគឺខ្ញុំចូលទៅ Sunset Town ហ្មងអ្នកនរគ្នាខ្ញុំមើលនៅក្នុង TikTok កន្លែងហ្នឹងវាស្អាតដូចនៅប្រទេសអ៊ីតាលីអញ្ចឹងណាទៅស្ថាបត្យកម្មគេនៅហ្នឹងគឺគេធ្វើបែបអ៊ីតាលីហ្មងហើយនៅជាប់មាត់សមុទ្រទៀតអញ្ចឹងធ្វើឲ្យខ្ញុំសម្រេចចិត្តមកគេងនៅហ្នឹងមុនគេខ្ញុំគេងនៅហ្នឹងឡើង2យប់ទៀតទៅគាត់ទៅផ្លូវដើរចូលទៅកន្លែងខ្ញុំគេងណាគឺស្អាតខ្លាំងហ្មងណាគឺខាងក្រោយកន្លែងខ្ញុំគេងហ្នឹងគឺសមុទ្រហើយនឹងអាកធៈគេជិះទៅមកហ្នឹងឃើញវាស្អាតហ្មងខ្ញុំអត់មានពាក្យអីនិយាយដែរខ្ញុំអាចនិយាយបានថាវាស្អាតហ្មងកោះហ្នឹងហើយមកដល់កន្លែងស្ថិតគេហ្នឹងគឺម៉ោង2យើងអាចចូល check in បានហ្មងហើយនេះជា view ចេញពីបន្ទប់ខ្ញុំទៅកន្លែងគេហ្នឹងតម្លៃសមរម្យខ្លាំងមែនតើបងគ្នាស្អាតហ្មងមកដល់គឺខ្ញុំសម្រាប់មកផ្លែតហើយផាត់មុខផាត់អីដើម្បីដើរលេងបន្តខ្ញុំទៅណាក៏អត់ភ្លេចដែរអ្នកនរគ្នាទឹក7គឺទឹក7នឹងតម្លៃធូរថ្លៃទៀតកែវធំនេះអត់ទៅ2000ខ្មែរមកតែនិយាយពីទេសភាពវិញអ្នកនរគ្នាស្អាតខ្លាំងណាស់ហើយខ្ញុំបានដើរលេងហៅកន្លែងថតរូបនិយាយទៅកន្លែងនៅនេះសបោអ្នកដែលគាត់ចូលចិត្តថតរូបក៏គឺមកអត់ខកបំណងហ្មងបន្ទាប់ពីដើរលេងបានមកស្ទុះហើយខ្ញុំក៏ដើរទៅកន្លែងសារីត្រីគេដើម្បីរកអីញ៉ាំទៅដើររៀងឆ្ងាយដែរទៅសារីត្រីប្រហែលចង់1គីឡូដែរតែពួកខ្ញុំចូលចិត្តដើរលេងដើម្បីមើលនេះមើលនោះដែរអញ្ចឹងណាទៅនៅនឹងកន្លែងណាក៏មានប្លង់ថតរូបស្អាតដែរអ្នកនរគ្នាហើយដែលខ្ញុំទៅនេះខ្ញុំដើរលេងនេះដូចជាម៉ោង4 7 ម៉ោង 5ហើយតែមេឃដល់ល្ងឹតទេណាម៉ោង4 ម៉ោង 5ដល់ល្ងឹតទេត្រូវហើយហ្នឹងហើយអ្នកនរគ្នាខ្ញុំក៏ដើរមើលរបស់អីញ៉ាំអញ្ចឹងតែចង់និយាយថាខ្ញុំហៅញ៉ាំនេះសាច់អាំងខ្ចប់ជាមួយស្លឹកអីមកដឹងតែឆ្ងាញ់ខ្លាំងបន្ទាប់មកខ្ញុំមកញ៉ាំផ្លែឈើស្ករនេះហើយតែវាជូរអែមណាអត់ភ្លេចដែរញ៉ាំហ្វឺមកដល់វៀតណាមហើយអត់ញ៉ាំហ្វឺចប់ហើយញ៉ាំហ្វឺមើលមាត់នៅចិត្តមាត់សមុទ្រអីចឹងណាតែសមុទ្រនៅនេះអត់មានឆ្នេរអ្នកនរគ្នាចាបន្ទាប់ពីញ៉ាំហើយគឺមិនភ្លេចទេនឹងការថែមម្សៅយ៉ាស់វីយ៉ាងហើយដល់វគ្គវិលមុខវិញគេនេះគឺវគ្គចាយលុយអ្នកនរគ្នាទៅដំបងអត់ចេះស្បាត់ចាយលុយអ្នកឲ្យលុយគេរហូតតែខុសឲ្យលុយគេបើមិនលឹះក៏ខ្វះដែរប៉ុន្តែនៅនេះអត់ចេះសំណាងអត់មានអ្នកស្កេមឲ្យយើងដែរហើយយប់ឡើងកន្លែងនេះគេមានshowអញ្ចឹងអ្នកនរគ្នាបើចង់មើល show ហ្នឹងតើទិញសបត់ប៉ុន្តែដោយសារពួកខ្ញុំអត់ចង់មើលអញ្ចឹងហើយក៏មកបន្ទប់គេដើម្បីសម្រាប់ដើម្បីដើរលេងបន្តទៀតគេដែលខ្ញុំកក់ហ្នឹងអ្នកនរគ្នាខ្ញុំនិយាយថាតម្លៃវាធូរថៃខ្លាំងហ្មងតែ$20ហើយខែ2ទៀតមកសិនតិចឡើងឌូសេអ៊ូលហ្មងនិយាយចឹងហ្មងហើយទេសភាពគេអ្នកនរគ្នាបើកមកឃើញទីក្រុងគេហ្មងនិយាយមែនហើយអ្នកនរគ្នានៅហ្នឹងគឺស្អាតហ្មងណាហើយ view គេថ្ងៃឡើងឃើញសមុទ្រយប់ឡើងឃើញទីក្រុងអញ្ចឹងណាអ្នកនរគ្នាបើចង់មើលវីដេអូបន្តទៀតកុំភ្លេចតាមដានផាត់ពីបន្តទៀតនៅ vlog ដើរលេងថ្ងៃស្អែកបាយបាយ